ថ្ងៃមួយពេលមីអាកំពុងលេងវាស្មៅភ្លាមនោះនាងឃើញអ្វីមួយភ្លឺចែងចាំងនៅលើមេឃវាជាកោះដ៏ភ្លឺចែងចាំងបង្កើតពីស្ករព្រាប់ដែលកំពុងអណ្ដែតលើពពកកោះដ៏ភ្លឺចែងចាំងបង្កើតពីស្ករគ្រាប់សូកូឡាដ៏ធំនោះកំពុងហក់មករកនាងវាធ្វើឲ្យមីអាអារម្មណ៍ថានេះគឺជាកន្លែងឥតកំបាំងមួយដែលត្រូវបានឲ្យមើលឃើញពពកដ៏ស្រស់ស្អាតមួយក៏ហក់ចុះមកហើយលើកមីអាឡើងទៅលើយ៉ាងថ្នមនាងត្រូវបាននាំទៅកាន់កោះស្ករគ្រាប់សូកូឡាដែលអណ្ដែតនោះនៅពេលចុះដល់កោះមីអាតក់ស្លុតមើលឃើញដីដែលធ្វើពីគ្រាប់ស្ករដើមឈើសូកូឡានិងទន្លេដែលនៅលើកោះនោះស្រាប់តានាងឃើញអ្វីម្យ៉ាងរាងជាស្ករគ្រាប់ចាស់ហុយចេញពីក្រោយដើមឈើលូលីផប់វាប្រហែលជាអ្នកការពារកោះនេះរីឯរូបរាងគឺគួរឲ្យស្រឡាញ់និងភ្លឺចុះភ្លឺឡើងអ្នកការពារកោះនាំមីអាទៅទស្សនាកន្លែងនានាកូនភ្នំចាស់ហុយទន្លេសូកូឡានិងព្រៃស្ករសម្លែកដែលពោរពេញដោយពន្លឺពណ៌ស្រស់ស្អាតនៅជុំវិញនោះនៅចំកណ្ដាលកោះមីអាឃើញក្របគ្រីស្តាល់ដ៏ភ្លឺចែងចាំងមួយនៅត្រង់នេះជាចំណុចកណ្ដាលដែលធ្វើឲ្យកោះមានជីវិតប៉ុន្តែកោះចាប់ផ្ដើមរលាយទៅជាពន្លឺតូចទៅហើយវាហាក់បីដូចជាកំពុងប្រាប់មីអាថាពេលនេះវានឹងអណ្ដែតចេញត្រឡប់ទៅពិភពដ៏អស្ចារ្យរបស់វាវិញពពកដ៏ស្រស់ស្អាតមួយក៏នាំមីអាត្រឡប់ចូលមកផែនដីវិញពន្លឺថ្ងៃលិចធ្វើឲ្យនាងមានអារម្មណ៍ថាក្តីសុបិនមហាអស្ចារ្យមួយទើបតែបញ្ចប់មីអាងើយមើលឡើងទៅមេឃហើយញញឹមនាងដឹងថាកោះស្ករគ្រាប់អណ្ដែតនោះនឹងត្រឡប់មកម្ដងទៀតនៅថ្ងៃណាមួយ